Trong phút tí buồn, saiព្រះសុរងពេលព្រះអង្គចម្រើនវ័យពេញរូបរាងព្រះអង្គម្ចាស់សទ្ធុតតែងយាងទៅណាមកណាជាមួយនឹងនាយសារថីម្នាក់ឈ្មោះឆាន់ជាអ្នកថែរក្សាយានអច្ឆរិយដ៏ស្មោះត្រង់របស់ព្រះអង្គម្ចាស់តែងយាងជាមួយនាយសារថីទៅកំសាន្តតាមតំបន់នានាក្នុងព្រះរាជាណាចក្រសាភៈចាប់តាំងពីជើងភ្នំព្រះសុម៉ែផ្នែកខាងជើងរហូតទៅដល់តំបន់វាលរៀបផ្នែកខាងត្បូងព្រះអង្គសទ្ធុតនិងនាយសារថីឆាន់តែងផ្លាស់ប្ដូរវេលាបរទេសព្រះអង្គម្ចាស់សទ្ធុតមិនដែលប្រើរំពាត់ខ្សែតីដើម្បីវាយសេះទេរីឯនាយសារថីឆាន់ក៏ដូច្នោះដែរសម័យថ្ងៃមួយក្នុងព្រះរាជដំណើរវិលមកកាន់ព្រះរាជវាំងវិញព្រះអង្គម្ចាស់សទ្ធុតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទ្រង់បានទតឃើញព្រះនាងយសោធរានៅក្នុងភូមិកំសត់តូចមួយជាមួយស្រីស្នំមួយចំនួនកំពុងព្យាបាលរោគដល់កូនអ្នកស្រុកដែលមានជំងឺភ្នែកគ្រុនសន្ធុំកមរមាស់ក្អកនិងជំងឺជាច្រើនមកទៀតព្រះនាងកញ្ញាយសោធរាបានជួយព្យាបាលដល់កូនក្មេងក្រីក្របែបនេះអស់រយៈពេលជិត2ឆ្នាំកន្លងទៅហើយប៉ុន្តែនេះជាលើកទី2ហើយដែលព្រះនាងកញ្ញាបានមកជួយនៅក្នុងភូមិតូចនេះព្រះអង្គម្ចាស់សទ្ធុតបានចូលទៅពិភាក្សាអំពីបញ្ហាសុខភាពប្រជាពលរដ្ឋជាមួយនឹងព្រះនាងយសោធរាអស់ពេលយ៉ាងយូរនិងទ្រង់បានកោតស្ញប់ស្ញែងនៅស្នាដៃដ៏ប្រពៃរបស់ព្រះនាងកញ្ញាព្រះនាងមិនមែនចេះតែគោរពដោយងងឹតងងល់នៅទំនៀមទម្លាប់ដ៏ចាស់គំរិលរបស់ព្រាហ្មណ៍ទាំងនោះទេព្រះនាងក៏បានសិក្សានៅគម្ពីរត្រៃវេទទាំងនោះផងដែរព្រមទាំងបានប្រឆាំងដោយស្ងៀមស្ងាត់បំផុតនៅអំពើអយុត្តិធម៌ក្នុងសង្គមទៀតផងថ្ងៃមួយខាងក្រោយមកទៀតព្រះនាងបជាបតីកោតមីបានរៀបចំឲ្យមានជាពិធីប្រឡងជ្រើសរើសបវរកញ្ញានៅក្នុងរាជធានីបវរកញ្ញាម្នាក់ត្រូវចេញបង្ហាញរូបសម្បត្តិនិងគ្រឿងអលង្ការល្អដល់ភ្ញៀវដោយមានការថ្វាយយោបល់ពីព្រះនាងបមិតាព្រះអង្គម្ចាស់សទ្ធុតត្រូវបានទទួលកិត្តិយសជាអ្នកបំពាក់គ្រឿងអលង្ការដល់បវរកញ្ញាទាំងអស់ប្រហែល 1000 រូបគេសង្កេតឃើញបវរកញ្ញាទី1ដែលព្រះអង្គម្ចាស់សទ្ធុតបំពាក់គ្រឿងអលង្ការជូនគឺនាងសោមាជាព្រះរាជបុត្រីនៃព្រះអង្គម្ចាស់ខត្តយៈត្រកូលបវរកញ្ញាបន្ទាប់គឺនាងរោហិនីដែលយកឈ្មោះតាមស្ទឹងរោហិនីនិងបន្តរហូតដល់បវរកញ្ញាចុងក្រោយបង្អស់គឺនាងសីលាប៉ុន្តែនៅពេលដែលអង្គម្ចាស់សទ្ធុតកំពុងតែស្ជឹងគិតថាអាត្មាអញហាក់ដូចជាបានបំពេញភារកិច្ចក្នុងពិធីមហោស្រពនេះចប់សពគ្រប់អស់ហើយក៏ស្រាប់តែខត្តយៈកញ្ញាដ៏ស្រស់បំព្រងនិងទុនល្វត់ល្វន់មួយអង្គយាងចេញពីក្នុងចំណោមទស្សនិកជនមកព្រះនាងយាងសន្សឹមឆ្ពោះទៅកាន់តុដាក់រង្វាន់ខត្តយៈកញ្ញាដ៏ល្អឯកនោះគ្មានអ្នកណាក្រៅអំពីព្រះនាងទេពធីតាយសោធរាឡើយព្រះនាងទ្រង់ព្រះពស្ត្រនៅសម្ពុទ្ធសារីពណ៌ភ្លុកព្រះនាងទេពីអោនព្រះកាយសំពះព្រះរាជានិងព្រះអគ្គមហេសីគ្រប់ព្រះអង្គនិងភ្ញៀវតូចធំទាំងអស់រួចហើយព្រះនាងក៏យាងឆ្ពោះទៅកាន់ព្រះសទ្ធុតដែលកំពុងតែឈរនៅជិតតុរង្វាន់នោះព្រះនាងទតចំព្រះភ័ក្ត្រព្រះអង្គម្ចាស់សទ្ធុតដោយញញឹមយ៉ាងស្រស់មុននឹងមានបន្ទូលថាតើព្រះអង្គម្ចាស់មានអ្វីសល់សម្រាប់ទូលព្រះបង្គំដែរឬទេព្រះអង្គម្ចាស់សទ្ធុតក៏បែរព្រះភ័ក្ត្រទៅរកព្រះនាងវិញហើយទ្រង់សម្លឹងព្រះនេត្រាថ្លាឆ្វង់និងដោយសេចក្តីសប្បុរសបំផុតព្រះអង្គម្ចាស់ក្រឡេកទៅលើតុរង្វាន់ក៏មិនឃើញមានអ្វីនៅសល់បន្តិចសោះឡើយទើបព្រះអង្គលើកព្រះហស្ថទាំងទ្វេដោយព្រះភ័ក្ត្រញញឹមដោះយកខ្សែព្រះសុរងខ្សែកផ្ទាល់ព្រះអង្គមកបំពាក់ថ្វាយព្រះនាងយសោធរាហើយមានព្រះបន្ទូលថាព្រះនាងកញ្ញានេះជារង្វាន់ពិសេសសម្រាប់ព្រះនាងភ្ញៀវកិត្តិយសទាំងអស់នាំគ្នាក្រោកឈរនិងផ្ទុះសំណើចគិលឡើងស្នូទះដៃនិងសម្រែកជ័យឃោសលាន់សូរកងរំពងហាក់រកទីបញ្ចប់គ្មានចប់ជំពូកទី4